នេះសម្រាប់អ្នកនេះជាថ្នាំរំលាយព្រលឹងមានថ្នាំនេះអ្នកនឹងអាចទម្លាយចូលទៅក្នុងដែនដីព្រលឹងបានមិនបានទេនេះមានតម្លៃពេកហើយហ្វានថ្នាំនេះទុកសម្រាប់ខ្លួនឯងប្រើទៅលោកឪពុកទទួលយកវាទៅថ្នាំនេះខ្ញុំមិនត្រូវការប្រើទេពិតមែនហើយចាំពេលឯងចូលរួមជាមួយរាជវង្សនឹងមានថ្នាំច្រើនណាស់សួស្តីស្រីស្អាតជីជីមួយរយៈនេះសុខសប្បាយជាទេប្រុសសង្ហាលីនហ្វានមួយរយៈនេះសុខសប្បាយជាទេហ្វានមហាសន្និបាតកម្ពុជាអ្នកខ្លាំងដូចជាពកបើមិនកាត់ទេឯងតាមម្ចាស់ក្ត្រីទី7ទៅតាមពិតទៅការពឹងផ្អែកលើស្រីក៏គ្មានអ្វីគួរឲ្យខ្មាស់គេដែរលោកឪពុកកុំបារម្ភអីខ្ញុំទៅហើយអាសត្វត្រឆានតូចហ៊ានមករកយើងខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយអូអនុប្រធានហកចៅអ្នកមិននៅផ្ទះសម្រាប់ព្យាកររបួសទេតាមមកទីនេះធ្វើអីទៀតទៅងាប់ទៅប្រគល់វាឲ្យអស់មកខ្ញុំគឺថ្នាំឡើងព្រលឹងឡើងក្បាលឯងអីទៅងាប់ទៅមិនអាចទៅរួចទេឯងក៏ទម្លាយចូលដែនដីព្រលឹងដែរគឺដោយសារតែថ្នាំរំលាយព្រលឹងរបស់ហ្វានទោះបីជាឯងទម្លាយបានក៏យ៉ាងណាដែរថ្ងៃនេះគ្រួសារធំទាំង3របស់យើងរួមដៃគ្នានឹងកំទេចគ្រួសារលីនរបស់ឯងមិនឲ្យសល់សំបីតែមាន់និងឆ្កែហ៊ានធ្វើបាបលីនហ្វានងាប់ទៅព្រះនាងដ៏វិសុទ្ធនៃនិកាយពុកសែងណានឡានហ្វីស៊ីចៅស៊ុងឯងមិនបាននិយាយថានិកាយពុកសែងបានផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារលីនហើយទេចុះហេតុអ្វីបានជាណានឡានហ្វីស៊ីជួយគ្រួសារលីនអ្នកណាហ៊ានប៉ះពាល់គ្រួសារលីនគឺជាស្ត្រូវរបស់ណានឡានហ្វីស៊ីពួកឯងចង់សាកល្បងដាវមុតស្រួចនៅក្នុងដៃខ្ញុំទេព្រះនាងដ៏វិសុទ្ធវាជាការយល់ច្រឡំទេពួកយើងត្រូវបានគេបោកប្រាស់ដោយអតិឆានចៅខាងឡាននោះទេត្រូវហើយពួកយើងមិនហ៊ានធ្វើជាស្ត្រូវជាមួយព្រះនាងឡើយទៅឲ្យឆ្ងាយទៅបាទសូមគោរពលោកពូលីនហ្វីស៊ីហេតុអ្វីបានជាក្មួយមកទីនេះខ្ញុំមកស្វែងរកលីនហ្វានអញ្ចឹងក្មួយមកមិនចំពេទេលីនហ្វានទើបតែចេញដំណើរទៅទីក្រុងអាធីរីក្បាច់គុណដើម្បីចូលរួមមហាសន្និបាតកម្ពុជាអ្នកខ្លាំងមួយសន្ទុះធំហើយមហាសន្និបាតកម្ពុជាអ្នកខ្លាំងតើលីនហ្វានដឹងលក្ខខណ្ឌរបស់គ្រូទេហើយឬនៅឥឡូវនេះគាត់មានរបួសធ្ងន់ប៉ុន្តែនៅតែប្រថុយប្រឋានទៅចូលរួមមហាសន្និបាតកម្ពុជាអ្នកខ្លាំងដើម្បីខ្ញុំហេតុអ្វីបានជាបងល្ងងយ៉ាងនេះផឹកតែមួយកែវសិនចាំទៅទីបំផុតដល់ផ្ទះហើយលីនហ្វានឯងមានគុណបំណាច់ក្នុងការជូនដំណើរយើងតើមានសំណូមពរអ្វីទេយើងអាចបំពេញចិត្តឯងបានទាំងអស់អញ្ចឹងពួកយើងស្ពតធ្វើជាបងប្អូនធေါ်គ្នានៅទីនេះទៅក្រៅពីរឿងនេះតើអ្នកប្រកាសថាសំណូមពរអ្វីក៏បានមែនទេពិតណាស់សំណូមពររបស់ខ្ញុំមួយនេះប្រហែលជាអាចប៉ះពាល់បន្តិចហើយណាយើងលើកលែងទោសឲ្យឯងទុកជាមុនអញ្ចឹងសូមឲ្យព្រះមាតារបស់អ្នកនិងអធិរាជទាំង5ស្ពតធ្វើជាបងប្អូនធေါ်ជាមួយខ្ញុំទៅលីនហ្វានពួកមនុស្សគួរឲ្យធុញទ្រាន់ទាំងនេះមកលឿនម្លេះទូបង្គំចៅធានឡុងសូមយាងម្ចាស់ក្ត្រីត្រឡប់ទៅវាំងវិញយើងមិនត្រឡប់ទៅវាំងជាមួយពួកឯងទេលីនហ្វានពួកយើងទៅឈីកុំគ្មានសិលធម៌អីរកឃើញអ្នកខ្លាំងកម្រិតវិសុទ្ធណែនាំឲ្យម្ចាស់ប្រព័ន្ធស្ពតធ្វើជាបងប្អូនភ្លាមអ្នកខ្លាំងកម្រិតវិសុទ្ធថាមពលខ្លាំងពូកែមែនព្រះមាតា